ជំរាបសួរបងប្អូនទាំងអស់គ្នាចាហើយថ្ងៃនេះនាងខ្ញុំមានសុខភាពមកទៀតហើយអត់ចង់មកទេលោកអើយហើយក៏សូមផ្ញើជូនទៅដល់អតីតស្វាមីរបស់ខ្ញុំក៏ដូចជាពុកម៉ែបងប្អូនទាំងអស់ដែលមានការយល់ច្រឡំនឹងស្ថាប័នផ្សេងដែលឮថាអតីតស្វាមីរបស់ខ្ញុំគាត់បានដាក់ពាក្យបណ្ដឹងទៅលោកតាសាកសក្នុងត្បែងពីបទឆោបោកលុយខ្ញុំ230000អីណានេះខ្ញុំអត់យល់ខ្ញុំពិតជាអត់សប្បាយចិត្តសោះហ្មងហើយខ្ញុំទៅចេញពីជ្រៀងនេះពិតជាហត់នឿយក៏ឲ្យខ្ញុំហត់ជាងនឹងអីខ្ញុំសុំបងមែនតាព្រោះយើងបានចែកផ្លូវគ្នាហើយបញ្ចប់គ្នាដោយសន្តិវិធីទៅហេតុអីទៅធ្វើបាបជាមួយនឹងធ្វើឲ្យខ្ញុំឈឺក្បាលឲ្យមហាជនគេងឿងឆ្ងល់មួយខ្ញុំដល់ណាទៀតអ្នកមិនព្រមចប់ទេអីគេសម្បត្តិដែលខ្ញុំឲ្យអ្នកក៏ខ្ញុំបានឲ្យហើយដីកស៊ូណា70ហិកតាតែជាកស៊ូថ្ងៃនេះទ្រព្យសម្បត្តិដែលខ្ញុំឲ្យនេះអត់គ្រប់ទេអីហើយចង់បានអីទៀតហើយបំផ្លាញសេចក្តីសុខរបស់ខ្ញុំដល់ណាទៀតហើយរឿង230000របស់លោកឪសក់សងក្នុងបាយហ្នឹងមតិគឺមិនច្បាស់លាស់ទេបងប្អូនស្ដាប់តែមួយខាងទេគឺគ្មានខ្ញុំឯណាលោកឪណាទៅបោកលុយខ្ញុំគឺតាមពិតទៅគឺនិយាយអស់ហ្មងគឺលុយរស់ស៊ីការរស់ស៊ីខ្លះគឺខ្ញុំមិនអាចចេញមុខបានទេវិជាការរងារស់ស៊ីដោយសម្ងាត់ទិញវត្ថុណានៃចឹងទៅហើយវាចាញ់បោកគេឃើញគាត់ដឹងដែរតែហើយក៏នៅការនៅរស់ស៊ីនឹងដឹងដែរតែថាខ្ញុំបាត់បង់អីខ្លះខ្ញុំខាតលើផលិតផលខ្ញុំខាតលើផ្សេងមុខរបរផ្សេងកុំទិញគេចាញ់បោកគេជួយបងប្អូនជួយនេះជួយធ្វើបនអ្នកនេះអ្នកនោះឃើញដឹងដែរតែហើយអ្វីក៏ជាប្រាក់ដែលខ្ញុំរកមកដែរហើយយើងបែកគ្នាហើយនេះនៅលើកកាយកកោះដល់ណាទៀតខ្ញុំអត់ជល់ទេចង់បានអីប្រកាសហើយស្ថាប័នគ្រប់បែបយ៉ាងសូមមេត្តារកយុត្តិធម៌ឲ្យនាងខ្ញុំជាមួយលោកឪផងព្រោះយើងទុកមុខរកស៊ីរៀងខ្លួនណាហេតុអីត្រូវមិនឲ្យខ្ញុំនិយាយអីសោះនេះអត់ខ្ញុំចេញលឺថាអត់ឲ្យស្អីណាអត់ឲ្យនិយាយពីទេសនាពីសច្ចធម៌គុណធម៌អីណាណីទៀតខ្ញុំអត់យល់ថាធ្វើដើម្បីអីហើយម្នាក់ហ្នឹងចេះតែទៅការរស់ស៊ីវាមានខាតមានចំណេញរស់ស៊ីខ្លះយើងអត់ចង់ចេញមុខដោយសារខ្ញុំអ្នកល្បីអញ្ចឹងខ្ញុំឲ្យលោកឪជាអ្នកចេញមុខក្នុងការរស់ស៊ីក្នុងជំនាញរបស់គាត់ណាមួយដោយសម្ងាត់ព្រោះខ្ញុំអ្នករកលុយចិញ្ចឹមបងប្អូនគ្រួសាររបស់ខ្ញុំយល់ទេខ្ញុំមានប្តីដល់អត់ប្តីហ្នឹងហើយខ្ញុំកំពុងស្អីទៀតបងមួយថ្ងៃអង្គុយទៅអូឌីតសើបរឿងយើងផិតក្បត់ទៅណាបងប្អូនញិតឥឡូវឮថានិយាយស្អីណាសិតតែខ្ញុំហ្នឹងអត់ត្រូវគេបង្វក់លោកឪដាក់ស្នេហ៍បង្វក់មិនឲ្យរាប់អានឪពុកម្ដាយអូសតានិតម្ដាយខ្ញុំពុទ្ធោអ្នកទេដែលដេញម្ដាយខ្ញុំចុះចេញពីផ្ទះម៉ាក់ខ្ញុំជុំចង់ងាប់កាលនៅបរិយាពេញហួតនោះអត់ចេះនៅមួយមនុស្សចាស់ទេល្អដាក់ខ្ញុំរាល់ថ្ងៃខ្ញុំធុញខ្ញុំធ្វើមិនចិត្តមួយប្តីមួយម្ដាយត្រូវធ្វើមិនចុះក៏ទិញផ្ទះឲ្យគាត់នៅដាច់ដライហើយគាត់ថាខ្ញុំនឹងអីគេមិនហ្នឹងថាអត់ចេះនៅមួយថាខ្ញុំនឹងរត់ចោលម៉ែពុទ្ធោអ្នកទេដែលជាអ្នកដេញម៉ាក់ខ្ញុំចេញពីផ្ទះហើយហេតុអីអ្នកនិយាយពាក្យនឹងចេញកើតនេះហ៎អ្នកអត់ចេះចង់ដើរលេងកណ្ដាលយប់អីចូលផ្ទះចូលអីអ្នកធុញមនុស្សចាស់ហើយនិយាយឡើងស្ទើរនិយាយទៅក្លាប់កាប់ផ្ងាហ្មងអូខ្ញុំខ្លាចហ្មងខ្ញុំមែនតាខ្ញុំកុំឲ្យខ្ញុំឈឺចាប់ដល់ថ្នាក់នឹងពេកមែនតា6ទៅ10ឆ្នាំគួរតែយល់មុខខ្ញុំផងអ្វីដែលអ្នកចេញទៅខ្ញុំឲ្យអ្នកហើយតបសម្បត្តិអ្នកនៅចង់បានអីទៀតខ្ញុំមានលុយណាឲ្យអ្នកទៀតហើយប្តឹងដើម្បីអីចង់មិនអីមិនឲ្យស្ថាប័នទាំងអស់ហ្នឹងសូមជួយជាការវែកញ៉ៃផងមិនប្រងហែកដល់ទឹកខ្ទីហ្មងមិនណាហើយលោកឪណាទៅនេះអញ្ចឹងខ្ញុំអ្នកគិតគូរពីគាត់ព្រោះគាត់ជួយខ្ញុំច្រើនណាស់ហើយការរឿងគាត់ទៅសឹកអីហ្នឹងគឺដោយសារអីសុវត្ថិភាពព្រោះយើងការចេញនិយាយជាសាធារណៈនេះវាប៉ះហើយតែយើងនិយាយឲ្យមនុស្ស
គ្រប់នៅអ្វីដែលជាការពិតនឹងវាប៉ះហើយអញ្ចឹងមិនថាខ្ញុំមានតួនាទីមួយសង្គ្រោះជួយមនុស្សដែលគេជួយធ្លាប់ជួយខ្ញុំហើយគាត់ឈឺឬដងបាតទៅថៃទៅអីយើងដឹងគុណគាត់ហើយគាត់អត់មានសិទ្ធមាន fan គាត់គ្រប់គ្រងទេក្នុងការជួយធ្វើភាសាជួយធ្វើនេះធ្វើនោះនឹងគាត់អត់យកផងតែបើគាត់បើគាត់យកនឹងច្រើនជាងនឹងទៀតដោយសារខ្លាចមានរឿងបែបនេះចុះហេតុអីអ្នកដែល consultant ខ្លះគេនិយាយពីសច្ចធម៌ខ្លះគេបានបច្ច័យច្រើនជាងគាត់ហេតុអីអ្នកទាំងឡាយមកទៅកោតទោសអីទៅលោកតាសក់សក្នុងថ្វាយមួយហ្នឹងអ្វីដែលគាត់រៀនគឺអត់មានជំនឿអបិយជំនឿអបិយដែលពឹងពាក់អនុភាពផ្ដេសផ្ដាស់អីទេសិតជាជំនឿនៅក្នុងស្រូបទាញធម្មពលវិជ្ជមានមកទាំងអស់នេះចង់និយាយអញ្ចេះហើយបើយើងអត់ចេះស្ដាប់ពីភាសាមនុស្សបរិសុទ្ធនិយាយពីរឿងអញ្ចឹងផងហើយមិនខ្ញុំអត់យល់ចាំមិនចង់និយាយថាខ្ញុំពិតជាមានអារម្មណ៍ហត់នឿយមែនតើសម្រាប់រឿងធ្វើល្អរឿងល្អវាទៅជាខ្មៅរឿងខ្មៅវាទៅជាសគ្រប់បែបយ៉ាងអ្នកចេញមតិនឹងក៏ទៅចេះទៅហើយគាត់បកកាយស៊ើបហ្មងអារឿងស្អីនោះក៏ស៊ើបអ្នកសារព័ត៌មានអីសុំឈប់ទាំងអស់ស្ថាប័នអីហ្នឹងសុំមេត្តាបញ្ចប់រឿងហ្នឹងឲ្យលឿនឲ្យខ្ញុំផងខ្ញុំសុំបងរឿងនេះអត់មានការឆោបបោកអីទេវាជាការរស់ស៊ីសម្ងាត់របស់ខ្ញុំនឹងខ្ញុំគាត់ក៏ដឹងដែរដដែលនិយាយនេះអត់មានទេហាមដាក់ពាក្យបណ្ដឹងអីញ៉ៃទៀតខ្ញុំហត់ណាស់ពួកវាជាទំនួលខុសត្រូវរបស់ខ្ញុំរវាងខ្ញុំជាមួយលោកឪគាត់ជាអ្នកបួសមួយដែលពោពេញដោយសច្ចធម៌គុណធម៌ល្អសម្រាប់ខ្ញុំត្រូវការរៀនសូត្រជាច្រើនទៀតដើម្បីជួយទៅដល់ធម៌ពលរបស់អ្នកគេចង់ស្វែងរកធម៌ពលល្អដាក់ចូលក្នុងព្យាបាលជំងឺរបស់គេតាមការសមាធិនេះហើយយើងទៅធ្វើបាបគេអញ្ចឹងសួរថាអ្នកដែលមានគុណធម៌ហ្នឹងអ្នកដែលតែស្គរហ្នឹងមិនដឹងថារឿងអីហ្នឹងបែបគិតថាលោកឪបោកមែនបោកត្រង់ណាវាអត់មានជាការបោកទេវាជាការមួយដឹងគុណជួយសង្គ្រោះគ្នាទៅវិញទៅមកមិនមែនតែខ្ញុំធ្វើគ្រប់គ្នាបងប្អូនមិត្តភ័ក្តិអ្នកណាក៏ដឹងគាត់ថាខ្ញុំអត់ចេះកត់ខ្ញុំអត់ចេះសន្សំសេវរឿងស្អីតិចតួចទេខ្ញុំបានលុយមកខ្ញុំចាយចប់ធ្វើអ្វីសេចក្តីសុខស្រួលហើយដល់ពេលខ្ញុំអត់យល់ថាខ្ញុំយកអ្នកស៊ើបការមកចិត្តខ្លួនឲ្យស៊ើបឲ្យដល់ពេលបែកគ្នាហើយមិនបែកដោយល្អទៅនិយាយហែកហួរគ្នាប្តឹងគ្នាទៅវិញទៅមកខ្ញុំស្អប់ណាស់ហេតុអីខ្ញុំទៅជួបរឿងបែបនេះខ្ញុំសូមឲ្យបញ្ចប់អស់ហើយនិយាយសិតតែអីណាសិតតែពាក្យដែលខ្ញុំមិនគួរចង់ឮសោះសិតតែគេនឹងចេះចុះហើយចង់ប្រាប់ថាលើលោកនេះបើខ្ញុំមានមនុស្សប្រុសបែបនេះលើលោកស្លាប់មនុស្សអស់មានតែម្នាក់ហ្នឹងក៏ខ្ញុំអត់យកដែរអ្នកមិនមានឱកាសជួបខ្ញុំទៀតទេចង់ប្រាប់ចេះឈប់ចងពៀខ្ញុំទៅដោះលែងខ្ញុំទៅខ្ញុំមានសេរីភាពផងសូមបណ្ដាស្ថាប័នទាំងអស់ទុកផ្លូវឲ្យខ្ញុំនិងលោកឪសក់សក្នុងតែបានធ្វើអ្វីដែលជាសេរីភាពពិតប្រាកដក្នុងនាមយើងជាប្រជាជនខ្មែរដូចគ្នាស្វែងរកនៅអ្វីដែលជាសេចក្តីសុខដាក់ខ្លួនដូចគ្នាមិនគួរបន្តរឿងបែបនេះទៀតទេសូមចប់ត្រឹមនឹងទាំងអស់គ្នា